នាងនឹងតែងតែនៅលើរូបគំនូរគ្រួសារសម្គាល់ចំណុចមួយនៅក្នុងបេះដូងចំនួនត្រាប់ណាម្ដាយបង្កើតមួយបន្ទាប់ពីមានរឿងអ្វីមួយដែលធ្វើឲ្យនាងសោកសៅក្មេងស្រីនឹងគិតដោយសម្ងាត់នេះកាត់ពិន្ទុចេញពីពិន្ទុរបស់ម្ដាយនៅពេលដែលពិន្ទុត្រូវបានកាត់បន្ថយមកត្រឹម0បន្ទាប់មកនាងបានសម្រេចចិត្តថានាងមិនចង់បានរឿងនេះទៀតទេម្ដាយហើយនៅពេលដែលច័ន្ទពណ៌របស់គាត់វាជាថ្ងៃកំណើតកូនប្រុសរបស់គាត់ហើយគាត់ពិតជាបំបែកគាត់និងឪពុករបស់គាត់ដោយគ្មានមេត្តាវាត្រូវបានគេបោះបង់ចោលនៅក្នុងភោជនីយដ្ឋានកាន់តែអាក្រក់ទៅទៀតនោះម្ដាយក៏កូនប្រុសរបស់ខ្ញុំបានឲ្យវាទៅកូនស្រីរបស់ខ្ញុំនៅពេលនេះបេះដូងក្មេងស្រីភ្លាមគាត់មានអារម្មណ៍ខូចចិត្តដូច្នេះគាត់ក៏ម្ដាយរបស់ខ្ញុំបានបាត់បង់20ពិន្ទុក្នុងពេលតែមួយការកាត់កងលើកទីនាងសង្ឃឹមថាម្ដាយរបស់នាងអាចចំណាយពេលខ្លះដើម្បីចំណាយពេលជាមួយនាងបានទៅចូលរួមកិច្ចប្រជុំមកក៏ងាកមកវិញហើយអំដំណើរកូនប្រុសនៃពន្លឺព្រះច័ន្ទពណ៌ទៅកិច្ចប្រជុំឪពុកម្ដាយគ្រូដើម្បីកុំឲ្យពន្លឺព្រះសម្លាញ់ខ្ញុំបានទូរស័ព្ទមកភ្លាមទន្ទឹមនឹងនេះដែរនៅម្ខាងទៀតម្ដាយថែមទាំងបានទៅជាមួយបាយទៀតផងពន្លឺព្រះច័ន្ទរីករាយនៅក្នុងបារកំពុងលេងបន្ទាប់ពីនោះពួកគេមិនត្រឹមតែត្រូវអនុញ្ញាតឲ្យក្មេងស្រីតូចនោះផ្ដល់ឲ្យបន្ទប់នៅពន្លឺព្រះច័ន្ទពណ៌កូនប្រុសរបស់ខ្ញុំកំពុងដេកលក់去秘密基地，女人听见男人如此坚决地说要离开，女